ពាក្យបណ្ដឹងរបស់តុលាការទៅតុលាការ ICC របស់រដ្ឋាភិបាលអេក្រី$23នេះមកដល់ថ្ងៃនេះខ្ញុំសូមបើកវងកញ្ចក់បន្តិចមានខ្មែរយើងដែលចុះញត្តិដើម្បីថតទោសការឈានពានរបស់ថៃមកលើប្រទេសកម្ពុជាហើយនឹងថ្កោលទោស scam online នៅក្នុងប្រទេសកម្ពុជានេះមានរហូតដល់60000នាក់ហើយយុទ្ធនាការដែលយើងបានធ្វើ20ថ្ងៃគឺមានខ្មែរយើងចូលរួមច្រើនកុះកមែនទែនអញ្ចឹងនេះជាសក្ខីភាពមួយបង្ហាញថាខ្មែរយើងអត់សប្បាយចិត្តជាមួយនឹងការដឹកនាំរបស់លោកហ៊ុនសែនហ៊ុនម៉ាណែតទេដែលធ្វើឲ្យទី1ធ្វើឲ្យខូចឈ្មោះប្រទេសកម្ពុជាលើឆាកអន្តរជាតិដែលមានទង្វើ scam online នេះគឺខូចឈ្មោះប្រទេសកម្ពុជាលើយើងនឹងលើឆាកអន្តរជាតិខ្លាំងមែនទែនទី2វាប៉ះពាល់ដល់សេដ្ឋកិច្ចហើយនឹងទេសចរដែលមិនហ៊ានមកលេងស្រុកខ្មែរទេដោយសារតែនៅពេលដែលទេសចរគេចង់ទៅលេងប្រទេសណាមួយគេសួរនាំអំពីព័ត៌មានរឿងសន្តិសុខផ្ទាល់ខ្លួនហើយនឹងសន្តិសុខក្រុមគ្រួសាររបស់គេនៅពេលដែលប្រទេសរបស់យើងល្បីឈ្មោះដោយសារ scam body scam online ហ្នឹងគឺធ្វើឲ្យភ្ញៀវទេសចរនឹងភ័យខ្លាចព្រោះការបង្ខាំងមនុស្សឲ្យធ្វើការដោយបង្ខំដោយពួកក្រុម scammer ហ្នឹងគឺធ្វើឲ្យជនជាតិសាសន៍ដទៃហ្នឹងរងគ្រោះខ្លះបាត់បង់កូនខ្លះត្រូវបានគេចាប់ចម្រិតសម្លាប់ធ្វើទរណកម្មរហូតដល់ស្លាប់អញ្ចឹងធ្វើឲ្យភ្ញៀវទេសចរហ្នឹងគេមិនហ៊ានមកលេងប្រទេសកម្ពុជាទេទន្ទឹមនឹងហ្នឹងយើងឃើញមានរឿងចិនមួយដែលគេបានមកថតនៅស្រុកខ្មែរដែលផ្សាយអាក្រក់អំពីប្រទេសកម្ពុជាយើងហ្នឹង No More Beat ហ្នឹងគឺថាធ្វើឲ្យទេសចរចិននិងពិភពលោកហ្នឹងរៀងក្រាញមិនហ៊ានមកលេងនៅក្នុងប្រទេសកម្ពុជានៅពេលដែលប្រទេសកម្ពុជាយើងស្អុយឈ្មោះលើឆាកអន្តរជាតិនេះទី1ភ្ញៀវទេសចរមិនហ៊ានមកលេងទី2អ្នកវិនិយោគទុនទាំងអស់ដែលគេចង់ដាក់វិនិយោគទុននៅក្នុងប្រទេសណាប្រសិនបើគេគិតថាពេលដែលគេយកលុយមកដាក់នៅក្នុងប្រទេសកម្ពុជាយើងដើម្បីបង្កើតជាសហគ្រាសគឺគេមានការភ័យខ្លាចព្រោះលុយដែលគេមកបង្កើតសហគ្រាសដាក់សហគ្រាសក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺត្រូវចំណាយគឺត្រូវដាក់លុយរាប់លានដុល្លារហើយបើគេគិតថាដាក់នៅក្នុងការភ័យខ្លាចគឺគេអត់ហ៊ានមកដាក់ទេព្រោះអ្នកវិនិយោគទុនមួយគេមាន plan របស់គេមាន project គេមាន goal របស់គេថាគេដាក់ដើមទុនប៉ុណ្ណេះគេបានចំណេញប៉ុណ្ណេះគេមានសុវត្ថិភាពប៉ុណ្ណេះអីតអញ្ចឹងដល់ពេលណាគេធ្វើការវិភាគទៅគេគិតថាប្រទេសកម្ពុជាយើងមិនមែនជាគោលដៅដែលគេដាក់វិនិយោគទុនមកសម្រាប់ប្រទេសកម្ពុជាយើងអាហ្នឹងទី2យើងធ្វើឲ្យបាត់បង់វិនិយោគទុនហើយដល់ពេលដែលយើងបាត់បង់វិនិយោគទុនណាមិនមែនតែបាត់បង់តែករណីតូចតាចទេវិនិយោគទុននេះគឺជាការនាំនៅភ័ស្តុភារការនាំនៅចំណូលដល់ប្រទេសកម្ពុជាហើយដល់ប្រជាពលរដ្ឋកម្ពុជាពេលគេដាក់វិនិយោគទុននៅក្នុងប្រទេសកម្ពុជាមានន័យថាម៉េចមានន័យថាទី1គេបានយកថវិការបស់គេនឹងមកដាក់នៅក្នុងប្រទេសកម្ពុជាយើងមានថវិកាបរទេសមកក្នុងប្រទេសកម្ពុជាយើងចំណេញថវិកាទី2គេមិនមានមកតែថវិកាទេគេមកទាំងធនធានបច្ចេកវិទ្យាគេមកទាំងសម្បត្តិធនធានផ្សេងហ្នឹងយកមកដើម្បីមកអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាទី3ពេលគេមកហើយគឺគេនឹងបណ្ដុះបណ្ដាលយុវជនខ្មែរកម្មករពលករខ្មែរនឹងឲ្យធ្វើកិច្ចការអញ្ចឹងពេលដែលប្រជាពលរដ្ឋខ្មែរបានធ្វើកិច្ចការកម្លាំងពលកម្មនៅស្រុកខ្មែរនឹងគឺចំណេញបានប្រាក់ខែផងបានទាំងចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរផងអញ្ចឹងនៅការដែលយើងរាំងស្ទះមិនឲ្យមានភ្ញៀវទេសចរមកយើងបាត់បង់ផលិតផលនៅក្នុងស្រុកបាត់បង់ចំណូលប្រជាពលរដ្ឋដែលគាត់បានអំពីថ្លៃអូតែលបានអំពីការលក់ស៊ូវេនីការលក់របស់វត្ថុអនុស្សាវរីយ៍ម្ហូបអាហាររេស្តូរ៉ង់ក៏បាត់សណ្ឋាគារក៏បាត់ហើយបាត់ច្រើនណាស់ទី2យើងបាត់អ្នកវិនិយោគទុនបាត់យកទុនគឺបាត់បង់ចំណូលផ្សេងទៀតចំណុចទី3ការដែលមាន scam នៅក្នុងប្រទេសកម្ពុជានេះគឺមិនមែនលួចតែសេដ្ឋកិច្ចមិនមែនលួចតែធ្វើឲ្យប៉ះពាល់កិត្តិយសនៃប្រទេសកម្ពុជាទេគឺលួចអនាគតយុវជនខ្មែរតែម្ដងព្រោះអី scam នេះបានធ្វើឲ្យយុវជនបាត់បង់ការងារធ្វើគ្រប់ប្រភេទបាត់បង់ការងារធ្វើទី2បង្កភាពអសន្តិសុខនៅក្នុងសង្គមនៅក្នុងប្រទេសនេះគឺចេញទៅតាណាមានតែការឆោបបោកខ្ញុំលើកឧទាហរណ៍ដូចជា
ខ្មែរយើងនៅក្នុងស្រុកដែលគាត់មានមុខចំនួនសំបីតែអ្នកលក់លេអនឡាញអ្នកធ្វើស្អីអនឡាញហ្នឹងណាគាត់ដាក់លុយមួយចំនួននៅក្នុងធនាគារដើម្បីធ្វើការផ្ទេរលុយដើម្បីទិញដូរហ្នឹងក៏គាត់រងគ្រោះដែរជនរងគ្រោះដូចគាត់ដាក់នៅក្នុងហ៊ុយវ៉ាន់ភេអញ្ចឹងបាត់លុយនៅក្នុងហ្នឹងការផ្ទេរលុយបាត់លុយអីអញ្ចឹងធ្វើឲ្យភាពស្មុគស្មាញឲ្យមិនមានអសន្តិសុខហ្នឹងធ្វើឲ្យប្រទេសកម្ពុជាយើងប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋចង់ដាក់វិនិយោគទុនហ្នឹងមិនហ៊ានដាក់វិនិយោគទុនហើយប្រជាពលរដ្ឋដែលមានលុយគាត់មិនយកទៅដាក់នៅក្នុងធនាគារទេនៅពេលដែលប្រជាពលរដ្ឋនៅក្នុងប្រទេសមួយមិនហ៊ានយកលុយទៅដាក់នៅក្នុងធនាគារគឺធ្វើឲ្យធនាគារជាតិរបស់យើងហ្នឹងបាត់បង់នៅភ័ស្តុភារនៅក្នុងការដើម្បីអភិវឌ្ឍប្រទេសខ្លាំងមែនទែនមនុស្សម្នាក់យកលុយក្តាប់ចូលនៅក្នុងដៃអញ្ចឹងទុនដែលប្រជាពលរដ្ឋមានដែលមិនដាក់នៅក្នុងធនាគារហ្នឹងធ្វើឲ្យបាត់បង់នៅធនាគារហើយធនាគារហ្នឹងត្រូវតែខ្ចីលុយបរទេសផ្សេងទៀតដើម្បីយកមកធ្វើអភិវឌ្ឍអញ្ចឹងវាអត់បានយកលុយដែលប្រជាពលរដ្ឋយកទៅដាក់ហ្នឹងដើម្បីចាយវានៅក្នុងប្រទេសទេឲ្យមានធ្វើឲ្យមានចលនាលុយហ្នឹងទេអញ្ចឹងបាត់បង់ច្រើនណាស់អញ្ចឹងទង្វើ scam មួយហ្នឹងមិនមែនគ្រាន់តែធ្វើឲ្យប្រទេសកម្ពុជានឹងបាត់បង់កិត្តិយសលេខាអន្តរជាតិបាត់បង់សេដ្ឋកិច្ចលួចអនាគតយុវជនលួចការងារយុវជនគឺបាត់បង់ធំធេងមែនទែននៅពេលដែលខ្ញុំលីសូលោកហ៊ុនម៉ាណែតគាត់ឆ្លើយជាមួយនឹងអ្នកសារព័ត៌មាន Bloomberg របស់អ្នកស្រី Avril Wong ខ្ញុំខកចិត្តចំណុចមួយដែលគាត់ឆ្លើយទៅហើយគាត់អត់មានទទួលការទទួលខុសត្រូវចំពោះអាយុជីវិតនិងកិត្តិយសរបស់ប្រទេសជាតិណាពេលដែលអ្នកសារព័ត៌មានសួរគាត់ថាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលោកសមាជិកប្រសិទ្ធិពីរូបលីយ៉ុងផាត់ហើយនឹងកុកអានស្ដីអំពីការឆោបបោកហើយនឹងជួញដូរមនុស្សតើវាមានយុត្តិធម៌សម្រាប់ប្រទេសកម្ពុជាទេគេសួរអំពីយុត្តិធម៌ទេសម្រាប់ប្រទេសកម្ពុជាដែលគេដាក់ទណ្ឌកម្មមកលើមន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជាហើយសមាជិកប្រសិទ្ធិរបស់ប្រទេសកម្ពុជាទៀតតើយើងមានយុត្តិធម៌ទេហ្នឹងគេចង់បញ្ជាក់ថាម៉េចគេចង់បញ្ជាក់ថាមន្ត្រីពីរនាក់ហ្នឹងណាគឺបំផ្លាញកិត្តិយសប្រទេសកម្ពុជាគឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរនឹងរងនូវភាពអយុត្តិធម៌ដោយសារតែមនុស្សពីរនាក់ហ្នឹងហើយលោកហ៊ុនម៉ាណែតគាត់ឆ្លើយផុយឆ្លើយមិនមែនជាការឆ្លើយដើម្បីដោះស្រាយបញ្ហាឆ្លើយលក្ខណៈដោះសារគាត់ថារឿងលីយ៉ុងផាត់និងរឿងកុកអាននេះជារឿងបុគ្គលឆ្លើយឆ្កយទៅវិញយ៉ាងទៅហើយគាត់បន្ថែមមួយទៀតត្រង់ថាគាត់ថាលោកលីយ៉ុងផាត់និងលោកកុកអានហ្នឹងបានចាត់រកក្រុមមេធាវីហ្នឹងដើម្បីទៅទៀមទាលៀងសម្អាតឈ្មោះនិងកិត្តិយសរបស់ពួកគេនឹងតក្តីគ្នាបងប្អូនគិតមើលមនុស្សដែលជាមេដឹកនាំប្រទេសធ្វើឲ្យខូចកិត្តិយសប្រទេសយើងខ្លាចទៅជា Cambodia ធ្វើឲ្យបំផ្លាញសេដ្ឋកិច្ចប្រទេសតែគេអត់ខ្វល់គេចំណាយលុយដើម្បីលៀងកិត្តិយសផ្ទាល់ខ្លួនរបស់គេមានន័យថាពួកហ្នឹងគឺគេអត់ខ្វល់រឿងប្រទេសជាតិទេសំខាន់គឺបុគ្គលខ្លួនឯងរហូតដល់សប្តាហ៍នេះយើងទើបតែនឹងបានឮចេញពីមាត់របស់លោកហ៊ុនម៉ាណែតពីមុនយើងធ្លាប់ឮតែលោកយឹមលាក់ដែលជាអុកញ៉ាដែលជាជាប់ឈ្មោះនៅក្នុងបញ្ជីរបស់អាមេរិកបានទៀមទាបញ្ជូនមេធាវីដើម្បីតវ៉ាបន្តមកទៀតយើងបានឮថាលោកសសុខាដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិកក៏បានបញ្ជូនមេធាវីទៅដើម្បីលុបលាងឥឡូវយើងបានមនុស្សពីរនាក់ទៀតកុកអានហើយនឹងលោកលីយ៉ុងផាត់ហ្នឹងក៏បញ្ជូនមេធាវីទៅចាយលុយដើម្បីបញ្ជូនមេធាវីទៅដើម្បីលាងសម្អាតឈ្មោះរបស់ខ្លួនប៉ុន្តែគេអត់ខ្វល់អំពីឈ្មោះកិត្តិយសប្រទេសកម្ពុជាដែលកំពុងស្អុយរលួយនៅលើឆាកអន្តរជាតិហើយពួកគេជាអ្នកទទួលខុសត្រូវចំពោះទង្វើ scam ហ្នឹងគេបានលើកមកច្រាស់មកវិញថាទង្វើ scam មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាទេនៅលើពិភពលោកប្រទេសណាក៏មានការជួញដូរមនុស្សការឆោបបោកចឹងដែរខ្ញុំទទួលស្គាល់ថាមានប៉ុន្តែវាមានលក្ខណៈផ្សេងពីប្រទេសកម្ពុជាព្រោះប្រទេសដទៃដែលមានហ្នឹងណាគឺមានលក្ខណៈទូចតាចហើយរដ្ឋរបស់គេចាត់វិធានការនៅក្នុងការបង្ក្រាបគ្រឿងពួក scam ហ្នឹងប៉ុន្តែប្រទេសកម្ពុជាមានលក្ខណៈខុសពីប្រទេសគេត្រង់ថាមេដឹកនាំខ្មែរយកមេ scam មេអក្រិតជនឆោបបោកយកមកធ្វើជាទីប្រឹក្សានេះហើយពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសាររបស់ខ្លួនគឺគ្មានប្រទេសណាដូចប្រទេសកម្ពុជាទេដូចជាលោកហ៊ុនសែនគាត់យកលោកចាន់ស៊ីហ្នឹងយកមកធ្វើជាទីប្រឹក្សាលោកចាន់ស៊ីដែលជាមេ scam ធំជាងគេដែលអាមេរិកចេញដីកាចាប់ហើយចេញដីកាចាប់ហ្នឹងណាជាទីប្រឹក្សារបស់លោកហ៊ុនសែនផងជាទីប្រឹក្សារបស់លោកហេងសំរិនផងជាទីប្រឹក្សារបស់លោកសសុខាយផងអញ្ចឹងអាទង្វើនេះគឺជាភាពមួយខុសអំពីប្រទេសដទៃទៀតគឺមិនមែនមេដឹកនាំរបស់គេមិនយក
មេអក្រិតជនធ្វើជាទីប្រឹក្សាហើយមេដឹកនាំរបស់ប្រទេសគេគឺមិនពាក់ព័ន្ធជាមួយនឹងក្រុមអក្រិតជនទេប៉ុន្តែមេដឹកនាំខ្មែរយកអក្រិតជនធ្វើជាទីប្រឹក្សាហើយការពារក្រុមអក្រិតជននឹងទៀតនៅក្នុងបញ្ជីឈ្មោះដែលមានអាមេរិកបានដាក់27នាក់ហ្នឹងគឺយើងមានឃើញមនុស្សដែលជិតស្និទ្ធជាមួយលោកហ៊ុនសែនហើយជាក្រុមគ្រួសាររបស់លោកហ៊ុនសែនហ្នឹងគឺលោកទី1នេតសាវឿនគឺក្មួយភាសារបស់លោកហ៊ុនសែនលោកនេតសាវឿនជាឧបនាយករដ្ឋមន្ត្រីគឺមនុស្សទី2ដែលដឹកនាំប្រទេសឧបនាយករដ្ឋមន្ត្រីធំណាស់បងប្អូនមួយទៀតគឺលោកសសុខាជាអ្នកណាលោកសសុខាគឺជាមន្ត្រីនគរបាលជាតិទាំងមូលលោកហ៊ុនតូក្រុមគ្រួសាររបស់លោកហ៊ុនសែនក្មួយរបស់លោកហ៊ុនសែនលោកឌីវិជាកូនប្រសាររបស់លោកហ៊ុនសែនគឺសុទ្ធតែមនុស្សកំពូលដែលនៅក្នុងក្រុមគ្រួសារហ្នឹងអញ្ចឹងយើងចង់ប្រៀបធៀបថាប្រទេសដទៃទៀតគេមានដែរគេមាន scam គេមានអីប៉ុន្តែមេដឹកនាំរបស់គេអត់ពាក់ព័ន្ធហើយអត់មិនមែនជាអ្នកការពារពួក scam ហ្នឹងដើម្បីឲ្យមកធ្វើកិច្ចការនៅក្នុងប្រទេសទេអាហ្នឹងហើយដែលជាទង្វើខុសត្រូវហើយមានមនុស្សរហូតដល់27នាក់ដែលនៅក្នុងបញ្ជីរបស់ខ្មែររបស់សហរដ្ឋអាមេរិកហើយនៅពេលដែលគេសួរលោកហ៊ុនម៉ាណែតគាត់ឆ្លើយថាមិនពាក់ព័ន្ធវាទៅជារឿងបុគ្គលលោកហ៊ុនម៉ាណែតគាត់ឆ្លើយដោយគ្មានការទទួលខុសត្រូវប្រសិនបើលោកហ៊ុនម៉ាណែតគាត់ឆ្លើយនៅក្នុងនាមជាមេដឹកនាំមានការទទួលខុសត្រូវណាគាត់ត្រូវតែឆ្លើយថាគាត់នឹងចាត់វិធានការទៅលើបុគ្គលណាដែលមានបញ្ជីឈ្មោះហើយជាប់ការចោទប្រកាន់ជាមួយដែលសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីខ្មៅនៅពេលដែលមានការចាត់វិធានការធ្វើការស៊ើបអង្កេតគឺបញ្ជាក់ឲ្យមហាជននៅអន្តរជាតិថាលោកហ៊ុនម៉ាណែតមានឆន្ទៈនៅក្នុងការបោះសម្អាតមែនព្រោះអីពេលដែលអាមេរិកដាក់ឈ្មោះក្នុងបញ្ជីខ្មៅពេលដែលអង្គការHumanity Research Consultancy មានតាំងពីរបាយការណ៍របស់ Amnesty International មានរបាយការណ៍ពី UN ថាខ្មែរយើងមានអំពើ scam ច្រើនគឺរបាយការណ៍ហ្នឹងហើយលោកហ៊ុនម៉ាណែតគាត់ឆ្លើយពង្រៀងថាតំបន់ពិសេសហ្នឹងមិនទាន់រកឃើញថាមានផុសតាងថាពាក់ព័ន្ធជាមួយនឹងទង្វើឆបោកទេអានោះនៅពេលអ្នកសារព័ត៌មានថាប្រសិនបើមានការរកឃើញទង្វើឆបោកនៅក្នុងតំបន់ពិសេសតែគាត់ធ្វើចំណាត់ការយ៉ាងរំេចគាត់ថាគាត់នឹងធ្វើការបោះសម្អាតប៉ុន្តែគាត់ឆ្លើយថារហូតមកដល់ពេលនេះមិនទាន់មានផុសតាងទេបងប្អូនយើងអាចឆ្លើយយកដោះសារយករួចពីមាត់យ៉ាងម៉េចបានបើការបង្ក្រាបនៅក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃបង្ក្រាបចាប់ឆែកឆេរនៅក្នុងប្រទេសកម្ពុជាមានដល់25,000កន្លែងយើងឆែកឆេរយើងបញ្ជូនមនុស្សរាប់សែនបរទេសរាប់សែនអ្នកចេញក្រៅប្រទេសហើយនៅក្នុងប្រទេសកម្ពុជាយើងដូចជាឆ្ងល់នៅក្នុងការដឹកនាំរបស់គេមិនដឹងថាគេដឹកនាំយ៉ាងម៉េចថាប្រទេសកម្ពុជាយើងមានអព្យាក្រឹតភាពមានអធិបតេយ្យភាពយ៉ាងម៉េចបើជនអក្រិតចូលមកដើម្បីធ្វើអំពើឆបោកនៅក្នុងប្រទេសកម្ពុជាប្រែឈ្មោះប្រទេសកម្ពុជាស្អុយឈ្មោះប្រទេសកម្ពុជាហើយគេចាប់ជនអក្រិតហ្នឹងហើយគេអត់បានកាត់ទោសនៅក្នុងប្រទេសកម្ពុជាគេបញ្ជូនចេញទៅក្រៅប្រទេសទាំងអស់ហើយប្រទេសកម្ពុជាយើងរងជាជនរងគ្រោះខូចឈ្មោះទៅជា Cambodia ហើយជនអក្រិតដែលបានប្រើប្រទេសកម្ពុជាដើម្បីធ្វើឲ្យទង្វើ scam ហ្នឹងអត់បានកាត់ទោសនៅក្នុងប្រទេសកម្ពុជាអត់បានទារសំណងនៅក្នុងប្រទេសកម្ពុជាហើយគឺយើងបញ្ជូនគេចេញទៅក្រៅអស់ហើយជនរងគ្រោះនៅពេញប្រទេសហើយតែតុលាការនៅក្នុងប្រទេសកម្ពុជាយើងនោះមានតុលាការប្រទេសកម្ពុជាមានតុលាការទេប្រទេសកម្ពុជាយើងមានអាជ្ញាធរដែនដីទេប្រទេសកម្ពុជាយើងមានអព្យាក្រឹតភាពទេបើនិយាយពីគណៈបព្វប្រឆាំងទៀតខ្ញុំសូមបើកវងកញ្ចក់បន្តិចលោកចៅវាសនាគាត់អនុវត្តទោសគ្រប់ពេញបឹប2ឆ្នាំអត់មានខ្វះមួយថ្ងៃហើយតុលាការឆ្លៀតប្លន់យក1500ផាកវិន័យទៀតអានឹងគ្រាន់តែលោកចៅវាសនាណាចោះជនអក្រិតដែលមកធ្វើឲ្យប្រទេសកម្ពុជាខូចឈ្មោះថៃ Cambodia ហេតុអីបានមិនចាប់មិនកាត់ទោសមិនដាក់គុកហើយមិនផាកវិន័យឲ្យគេរួចខ្លួនរត់បញ្ជូនគេទៅក្រៅប្រទេសអស់ដោយ Gen Z លុយរាប់ពាន់លានដុល្លារដែលនៅក្នុងដៃលោក Gen Z ប្រើឈ្មោះប្រទេសកម្ពុជាប្រើឈ្មោះខ្លួនជាសញ្ជាតិខ្មែរដែលលោកហ៊ុនសែនបានឲ្យសញ្ជាតិទៅលោក Gen Z ហ្នឹងណាយកសញ្ជាតិខ្មែរទៅធ្វើការឆបោកហើយលុយដែល Gen Z ឆបោកបានរាប់ពាន់លានដុល្លារយើងចាប់ហើយយើងបញ្ជូនទៅយើងអត់បានរឹបអូសយកលុយហ្នឹងមកសងជនរងគ្រោះវិញទេយើងអត់បានយកលុយហ្នឹងមកប៉ះប៉ូវដើម្បីសងជំងឺចិត្តផ្ដល់យុត្តិធម៌ជូនប្រទេសកម្ពុជាយើងទេដោយសារប្រទេសកម្ពុជាយើងនឹងរងគ្រោះដោយសារ Gen Z ហើយយើងអត់បានកាត់ទោស Gen Z ហើយបញ្ជូនទៅបាត់ហើយមនុស្សដែលធ្វើការឆបោកនៅក្នុងប្រទេសកម្ពុជារាប់ម៉ឺននាក់ត្រូវបានបញ្ជូនចេញទៅក្រៅទៅប្រទេសគេអត់មានការកាត់ទោសអត់មានផាកវិន័យអត់មានធ្វើការប៉ះប៉ូវសងដល់ប្រទេសកម្ពុជាដែលជាជនរងគ្រោះអត់មានទេ
ខ្ញុំដាក់សំណួរថាតើគេដឹកនាំប្រទេសកម្ពុជាដល់របៀបណាតើប្រទេសកម្ពុជាយើងមានអធិបតេយ្យភាពទេនៅខាងវៀតណាមគេដឹកតំណែងចូលស្អុយដល់លួយមានជាតិគីមីគេដឹកចូលដើរចូលដោយសេរីជនដើរចូលដូចគ្មានព្រំដែនប្រទេសកម្ពុជាយើងការដឹកនាំរបស់ហ៊ុនសែនគឺគ្មានព្រំដែនខ្ញុំនិយាយនេះគឺខ្ញុំមិនបាច់ចាំទៅសួររកផុសតានៃបងប្អូនខ្មែរយើង 100% គឺដឹងហើយនៅខាងជាដែនវៀតណាមគឺថាអត់មានខ្សែបន្ទាត់ទេមនុស្សដើរចេញចូលបានដោយសេរីហ្នឹងបើកម៉ូតូបើកឡានអីបានដោយសេរីហើយមនុស្សដើរចូលចេញចូលគ្មានអន្តរប្រវេសគ្មានបរិអន្តរប្រវេសគ្មានប៉ាសពតពីវៀតណាមដើរចូលមកសេរីទី2នៅខាងជាដែនថៃគេដាក់កុងតឺន័រចូលដីខ្មែរបានដោយសេរីទៀតតែយើងមានអធិបតេយ្យភាពទេខ្ញុំនិយាយនេះមិនមែនថាចង់បញ្ជូនឲ្យខ្មែរយើងតែច្បាំងទេរឿងច្បាំងគ្មានអ្នកណាគេចង់ច្បាំងទេគ្មានអ្នកណាចង់ធ្វើសង្គ្រាមទេព្រោះបើធ្វើសង្គ្រាមវាមានស្លាប់វាមានរស់វាមានបាត់បង់ជីវិតមានអីដែរវាមានការខូចខាតប៉ុន្តែយើងបង្កើតទាហានមកដើម្បីស្អីយើងបង្កើតទាហានមកគឺដើម្បីច្បាំងនៅក្នុងករណីចាំបាច់ដែលយើងមិនអាចគេចផុតករណីចាំបាច់យ៉ាងម៉េចគឺករណីដែលគេចូលមកឈ្លានពានប្រទេសកម្ពុជាយើងមិនអាចបង្កើតទាហានឲ្យទាហានយើងនឹងឈោមើលគេមកឈ្លានពានទឹកដីយើងយកកុងតឺន័រយើងមកដាក់លើទឹកដីយើងហើយយើងឈោមើលបានទេប្រសិនបើយើងបង្កើតទ័ពមកដើម្បីធ្វើអញ្ចឹងមិនបាច់បង្កើតទ័ពទេបង្កើតទ័ពចំណាយលុយជាតិធ្វើស្អីបើយើងបង្កើតទ័ពមកហើយគេចូលឈ្លានពានទឹកដីរបស់យើងហើយយើងអត់ច្បាំងទប់ទល់បានណាខ្ញុំដឹងថាបងប្អូនមិនចង់មានសង្គ្រាមខ្ញុំក៏មិនចង់មានសង្គ្រាមដែរប៉ុន្តែក្នុងករណីដែលចាំបាច់ត្រូវតែធ្វើពលិកម្មដើម្បីការពារបូរណភាពទឹកដីសំណួរសួរថាតើអ៊ុយក្រែននៅពេលដែលរុស្ស៊ីបើករត់ក្រោះចូលឈ្លានពានអ៊ុយក្រែនតើប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹង 100% នេះចង់ធ្វើសង្គ្រាមទេអត់ចង់ទេបងប្អូនប៉ុន្តែគាត់គ្មានជំរឿការពារបូរណភាពទឹកដីគឺគេមិនដែលនិយាយអំពីចង់ឬមិនចង់ទេគេនិយាយអំពីគ្មានជំរឿគឺត្រូវតែច្បាំងការពារអញ្ចឹងហើយបានគេបង្កើតឲ្យមានទ័ពបង្កើតឲ្យមានអាវុធកាន់អីថវិកាជាតិនេះត្រូវតែមានដើម្បីការពារបូរណភាពបើយើងប្រទេសទូចក៏ដោយយើងត្រូវតែច្បាំងការពារបូរណភាពយើងមិនអាចគាត់ថាប្រទេសយើងទូចគេចូលមកឈ្លានពានយើងខ្លាចសង្គ្រាមយើងអត់ហ៊ានច្បាំងឲ្យគេមកចូលយកទឹកដីតាមចិត្តអានឹងអត់ត្រូវទេយើងមិនអាចធ្វើរបៀបហ្នឹងទេបើយើងបន្តធ្វើរបៀបហ្នឹងយើងនឹងគ្មានទឹកដីនៅទេបងប្អូននៅថ្ងៃអនាគតដូចខ្ញុំលើកអំពីស្ដេចអធិរាជរបស់បារាំងណាប៉ូឡេអុងគាត់ថាប្រសិនបើយើងមានទ័ពជាឆ្កែតែមេទ័ពជាខ្លាកូនទ័ពនឹងច្បាំងការពារទីតាំងដូចខ្លាអញ្ចឹងប៉ុន្តែបើយើងមានទ័ពជាខ្លាជាតោណាប៉ុន្តែមេទ័ពជាឆ្កែណាកូនទ័ពអត់មានវិន័យច្បាំងរប៉ាត់រប៉ាយអត់មានវិន័យច្បាំងអត់ដែរឈ្នះគេទេអញ្ចឹងយើងលើកមកសុខប្រទេសកម្ពុជាយើងខ្មែរយើងមានទ័ពខ្លាំងប៉ុន្តែមេទ័ពជាអ្នកបញ្ជាដូចហ៊ុនសែនហ៊ុនម៉ាណែតអន់ណាមហាសែនអន់យើងទៅនិយាយប្រាប់ចំណុចខ្សោយរបស់គេថាយើងមិនច្បាំងទេដោយសារយើងខ្លាចស្លាប់យើងគ្មានអាវុធមានអីសិតតែជាព័ត៌មានសម្ងាត់ព័ត៌មានផ្ទៃក្នុងយើងបញ្ចេញមកឲ្យសត្រូវមើលឃើញហើយសត្រូវគេឃើញអូអានេះអត់ចង់ច្បាំងអញ្ចឹងអញចូលយកដីតាមចិត្តមិនដែលមេទ័ពណាមិនដែលមេដឹកនាំណាគេនិយាយរបៀបហ្នឹងទេការនិយាយរបៀបហ្នឹងគឺនិយាយលក្ខណៈមនុស្សដែលឈួតលីលានិយាយអត់ដឹងខ្យល់អីទាំងអស់តែនិយាយប្រាប់គេថាយើងអត់មានទ័ពយើងមិនអាចច្បាំងបានទេអានឹងដូចប្រាប់គេថាឯងចូលយកដីខ្ញុំតាមចិត្តខ្ញុំអត់ច្បាំងទេខ្ញុំអត់មានអីទប់ទល់ទេហ៊ុនសែននិយាយថាគាត់អត់បានរៀបទ័ពទេគាត់អត់បានមនឹកស្មានថាសត្រូវមនឹកស្មានថៃនឹងវាហ៊ានឈ្លានពានទៅដីបងប្អូនខ្ញុំហួសចិត្តមែនទេនៅក្នុងនាមជាខ្មែរសោកស្ដាយដែលមានមេដឹកនាំកំសោយហើយអសមត្ថភាពរបៀបហ្នឹងដឹកនាំប្រទេស40ឆ្នាំអួតគេឯងក្អាងប្រាប់គេថាមាននេះមាននោះដល់ពេលគេច្បាំងគេវាយមកព្រឹកគេយកអស់លីងហើយបញ្ជូនកូនទៅរៀនសិតតែសាលា West Point សាលាយោធាបណ្ឌិត West Point អីណាដល់ចូលមកនិយាយឡើងនិយាយសាយោជាពីមទៅស៊ូទៅបានទៅច្បាំងទៅអីដល់ពេលគេទម្លាក់ក្របបែកហ្នឹងបញ្ជូនទៅឲ្យទៅស្លាប់ទៅទីអាហ្នឹងហើយជាចំណុចខ្សោយដែលប្រជាពលរដ្ឋខ្មែរគាត់រិះគន់ហើយនៅពេលយើងរិះគន់គេថាម៉េចទេឯងមិនមកច្បាំងមកបើបានតែនៅក្រៅស្រែកលងខ្ញុំថាខ្មែរយើងនិយាយពាក្យនឹងខុសណាអ្នកដែលច្បាំងទី1គឺកាតព្វកិច្ចគឺទ័ពព្រោះអីទ័ពជាមានកាតព្វកិច្ចក្នុងការច្បាំងព្រួយទ័ពស៊ីប្រាក់ខែរដ្ឋដើម្បីច្បាំងដើម្បីការពារបូរណភាពទឹកដីប្រជាពលរដ្ឋគាត់មានកាតព្វកិច្ចដែរនៅពេលដែលស្រុកមានសង្គ្រាមគាត់មានកាតព្វកិច្ចក្នុងការជួយអីផ្សេងទៀតក្រៅពីច្បាំងអ្នកដែលចេះខាងបច្ចេកវិទ្យាជួយវិទ្យាទៅអ្នកខ្លះមានស្បៀងមានអីជួយទៅកងទ័ពអាហ្នឹងជាកាតព្វកិច្ចរបស់ដែលប្រជាពលរដ្ឋនៅក្រៅទៀតប៉ុន្តែបើយើងនិយាយថាគ្រាន់តែពេលច្បាំងហើយយើងអ្នកមានការរិះគន់តិចតួចយើងបញ្ជូនឯងមិនមកច្បាំងមកមិនមែនកាតព្វកិច្ចរបស់គេទេដោយនៅក្នុងប្រទេសបារាំងពេលមានសង្គ្រាមគឺទ័ពរបស់គេទៅច្បាំងគេអត់ដែលថាមានសង្គ្រាមហើយស្រាប់តែ
ប្រជាបរតរិះគន់បញ្ជូនឲ្យមិនឲ្យមិនមកច្បាំងប្រជាបរតច្បាំងមិនមែនទេកាតព្វកិច្ចគឺតបគេមានជំនាញរបស់គេនៅក្នុងការច្បាំងគឺម្នាក់មានជំនាញរៀងៗខ្លួនធ្វើការតាមជំនាញដើម្បីជួយជាតិអាហ្នឹងគេហៅបានថាគេនិយាយនៅក្នុងលក្ខណៈជាទស្សនវិស័យវែងឆ្ងាយដូចឥឡូវនេះក្នុងប្រទេសបារាំងមាននៅក្នុងតំបន់បកដូននេះមានភ្លើងឆេះព្រៃធំទំហំប្រហែលជាទីទំហំស្មើនឹងទីក្រុងប៉ារីស6ដងឆេះច្រើនមែនទែនហើយឡើយផ្ទុះការរិះគន់រដ្ឋាភិបាលខ្លាំងរិះគន់រឿងអីរិះគន់រឿងថាចំណាយលុយកកដើម្បីជួយអ៊ុយក្រែនទិញកភ្លើងទិញទ័ពទិញអាវុធទិញស្អីដើម្បីជួយទៅច្បាំងអ៊ុយក្រែនប៉ុន្តែអត់ចំណាយលុយនៅក្នុងការទិញយន្តហោះនិងទិញកាមីយ៉ុងដើម្បីដឹកទឹកទៅសង្គ្រោះព្រៃឈើឬក៏ទៅប្រយុទ្ធភ្លើងអានឹងប្រជាពលរដ្ឋគេផ្ទុះនៅការរិះគន់រដ្ឋាភិបាលអ៊ីម៉ានូអែលម៉ាក្រុងហ្នឹងហើយអ៊ីម៉ានូអែលម៉ាក្រុងហ្នឹងបានធ្វើដំណើរទៅជួបហើយគេនឹងធ្វើចំណាត់ការមួយចំនួនគេទទួលយកការរិះគន់របស់ប្រជាពលរដ្ឋគេអត់ឃើញថាប្រជាពលរដ្ឋរិះគន់គេចាប់ដាក់គុកបានទេព្រោះការរិះគន់ជាកញ្ចក់ដើម្បីឆ្លុះបញ្ចាំងកែលម្អកំហុសដែលខ្លួនយើងមានខ្ញុំលើកឧទាហរណ៍ខ្លីមួយបងប្អូននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងណាផ្ទះអ្នកណាក៏ដោយសិតតែមានកញ្ចក់រៀងខ្លួនកញ្ចក់នៅគ្រប់ផ្ទះហើយបងប្អូនស្រីខ្លះគាត់មួយថ្ងៃគាត់មើលកញ្ចក់20-30 ដងក៏មានដែរដើម្បីឲ្យមុខគាត់បានស្អាតគាត់កែតម្រូវទៅសក់គាត់ចេះមុខគាត់ចេះគាត់ផាត់ម៉ាក់ទៅវាល្អឬអាក្រក់យ៉ាងណាហើយបើយើងអ្នកនៅស្រុកស្រែវិញគាត់មិនសូវមានពេលដើម្បីមើលកញ្ចក់ទេគាត់មុខគាត់ប្រឡាក់ភក់ប្រឡាក់អីយ៉ាងទៅអញ្ចឹងបានយើងឃើញថាអ្នកក្រុងអ្នកស្រែគាត់មានសម្រស់ហ្នឹងវាខុសគ្នាបន្តិចតួចដោយសារតែអ្នកស្រែគាត់មិនសូវមានពេលគាត់ដោយសារតែគាត់រវល់នឹងការងារខ្ញុំនិយាយនេះមិនមែនមើលងាយអ្នកស្រែខ្ញុំអ្នកស្រែដែរខ្ញុំនិយាយថាប្រៀបធៀបថាគាត់មិនសូវមានពេលដែលគាត់ខ្វះខាតទេគាត់មិនសូវហើយអ្នកដែលនៅក្រុងដែលគេមានពេលច្រើនគេឆ្លោះកញ្ចក់ឆ្លោះអីទៅគេសម្អាតមកមាត់កញ្ចក់គឺជាវត្ថុមួយជារបស់មួយដើម្បីកែតម្រូវស្អីអ្វីដែលយើងមើលមិនឃើញជាឆ្លុះបញ្ចាំងរូបភាពរបស់យើងការរិះគន់ណាក៏ដូចគ្នាដែរគឺដូចជាកញ្ចក់ដើម្បីរិះគន់សម្អាតយើងបងប្អូនគិតមើលបើយើងអត់ទទួលស្គាល់អត់ទទួលយកការរិះគន់រដ្ឋាភិបាលមួយដែលមិនទទួលយកការរិះគន់ឲ្យតែរិះគន់ចាប់ដាក់គុកព្រឹកបានដូចជាឲ្យតែមានកញ្ចក់គឺកំទេចកញ្ចក់ចោលហ្មងបើយើងចាប់អ្នករិះគន់ដាក់គុកព្រឹកបានដូចយើងកំទេចកញ្ចក់ចោលដូចឧបមាថាផ្ទះប្រជាពលរដ្ឋទាំងអស់យើងត្រូវកំទេចចោលកញ្ចក់ទាំងអស់បងប្អូនមើលមុខប្រជាពលរដ្ឋយ៉ាងម៉េចអត់មានកញ្ចក់ដើម្បីឆ្លុះបញ្ចាំងម្នាក់ហ្នឹងមុខដូចប្រែតវារៀងខ្លួនហ្នឹងអាណាប្រឡាក់ពួកអាណាប្រឡាក់ខ្ជូបញ្ជាក់ដើរទៅអាហ្នឹងហើយព្រឹកបានដូចជាមនុស្សដែលនៅក្នុងសម័យមនុស្សនៅ Amazon ពួក Amazon ពួកមនុស្សហៅភ្នោកណាជនជាតិភាគតិចគាត់អត់មានកញ្ចក់ទេពេលដែលគាត់ឃើញកញ្ចក់មកហ្នឹងគាត់លោតកញ្ជិញឈួយឆាយគាត់ថាអាហ្នឹងប្រហែលជាធ្មប់អាបឬមកក៏វណ្ណអាគមអីព្រោះគាត់អត់ដែលឃើញកញ្ចក់អញ្ចឹងរដ្ឋាភិបាលខ្មែរយើងរាល់ថ្ងៃនេះប្រៀបបានដូចជាមនុស្សព្រៃភ្នងដែលអត់ដែលឃើញកញ្ចក់គាត់អត់ទទួលយកការរិះគន់គាត់មិនទទួលយកការរិះគន់គឺគាត់មិនទទួលយកកញ្ចក់មកឆ្លុះបញ្ចាំងមុខគាត់ដើម្បីកែលម្អទេអានឹងដូចគ្នារដ្ឋាភិបាលបារាំងមានជាបរិរិះគន់គេទទួលយកការរិះគន់ដើម្បីកែលម្អគេនឹងទិញយន្តហោះដើម្បីដឹកទឹកគេនឹងដើម្បីបង្កើនសមត្ថភាពនៅក្នុងការការពារព្រៃឈើរបស់គេអានឹងគេទទួលយកការរិះគន់មិនមែនដូចខ្មែរយើងរឿងដែលបាត់បង់ទឹកដី76-77ទីតាំងនៅក្នុងចំនួនព្រំដែនខ្មែរថៃនេះណាមានមនុស្សដែលជាប់គុកដោយសារតែនិយាយរឿងព្រំដែននេះជាង100នាក់ហើយដោយសាររដ្ឋាភិបាលខ្មែរអត់ទទួលស្គាល់ថាខ្លួនដឹកនាំអត់បានរៀបចំអភិវឌ្ឍកងទ័ពសភាវុធទាហានដើម្បីការពារបូរណភាពទឹកដីនៅពេលដែលយើងរិះគន់គេថាយើងនឹងអូចាបានតែអានឹងជារឿងពិតទាហានខ្មោចរាប់ម៉ឺននាក់ទាហានចោះឈ្មោះ100នាក់ឬមាន30នាក់ខ្ញុំមិនចាំនិយាយកងទ័ពនៅជួរមុខគាត់ប្រាប់ខ្ញុំហើយគាត់ធ្វើទាំងវីដេអូទៀតគាត់ថាបើមិនជឿទេដាក់អ្នកស៊ើបអង្កេតអង្គភាពចុះត្រួតពិនិត្យស៊ើបអង្កេតទៅពេលហៅប្រមូលផ្ដុំដើម្បីវត្តមានទាហាន100នាក់មានតែ30មានវត្តមានហើយក្រៅពីនេះអត់មានវត្តមានសិតតែខ្ពើទាហានខ្មោចទាំងអស់ហើយដល់ពេលបើប្រាក់ខែយ៉ាងណាកាត់ប្រាក់ខែទៀតចុះបើយើងលុបបំបត្តិអាទាហានខ្មោចនឹងទៅប្រាក់ខែទាហានយើងនឹងវាមិនមុនគុណ1ជា2ហើយវាមានលទ្ធភាពនៅក្នុងការយកអាលុយដែលទាហានខ្មោចយកលុយទៅពុកលុយនោះទៅទិញអាវុធដើម្បីការពារប្រទេសជាតិតែយើងអត់ទេអាទាហានខ្មោចនៅទាហានខ្មោចទៅយកទាហានសាក់នៅពេញក្រុងអញ្ចឹងទៅហើយសិតតែបងប្អូនក្រុមគ្រួសារទាហានមួយនឹងមេធំបងប្អូនក្រុមគ្រួសារសិតតែឈ្មោះដើម្បីយកលុយប៉ុន្តែទាហានច្បាំងសិតតែទាហានអ្នកដែលក្រីក្រនៅច្បាំងស្លាប់តែអ្នកកូនខ្មែរយើងដែលក្រនៅតាមជាដែរហ្នឹងទៅច្បាំងទាហានដែលនៅក្នុងក្រុងដែលពាក់សាក់ដែលបងប្អូនគេនឹងនៅតែក្នុងក្រុងនឹងលំអក្រុងនឹងស៊ីកាទៀវកាហ្វេរួមការ៉ាអូខេម៉ាល់ឌីហ្សូនេះពេញហ្នឹងប៉ុន្តែទាហានច្បាំងនោះតែពួកគាត់នៅប្រហែលអ្នកដែលក្រីក្រនេះហើយមិនដែលមានបានឡើងសាក់ទេខ្ញុំហ៊ាននិយាយការពិតហើយបងប្អូនទៅសួរបងប្អូនទាហានទៅ
khi quát ai quát voi trong này dây caoเป็นquát mình ai dây ban anh nói hai đại chia caoที่คนเราบอกอย่างไรยังจังเลยคนให้เขียนเป็นมาวิ่งเตะบอลช่วยในบันดัง ICC บันดัง ICC นึกบางปูนเมียนเกียร์ที่คนท่าบางปูนทำไมยังในกลางประเทศนึงนอมขึ้นเนี่ยผมโมลุยผมโมท่าวิกาแต่ไม่ดังย่อมยีตามตรองท่าเยื้องเป็นเจียบานสนายสมผมเพียงนี้เอาบางปูนทำไมยังในกลางประเทศชูร่วมท่าวิกาแต่ไม่ชวนเมทีวีแต่ดังตาดังไทยการในเรื่องรำโลกบนนายเป็นอะไรขมายตำเละกรอบใบกำเตจประสาทขมายตำเละกรอบใบกำเตจสลาเรียนตำเละกรอบใบดัชเปียนวัดอารามสำหรับเชียบรัฐยกภูมิขมายอันนั้นยืงดักเปียบันดังนั้นดังเรื่องหนึ่งใครยืงชวนเมทีวีได้ทราบแต่ท่าวิกาบางปูนโจรัวมันนะยมสมเชี่ยวการนี้สำแดงในการเดินพ้นหายไฟยามนาคุณดอกบางปูนทำไมยังเดินในกราบปฏิจุ่มวิญพบลูกกอดเมียนตึกจัดสนาเชียดเมียนเตียนกอดบานโจรวมยางสัสซ้ำรถเรายืงบานท่าวิกากรบกรอมดำใบชวนเมทีวีอันตรายเชียดคือลูกริชาร์ดเจอร์ดำใบเรียบจอมเปียบันดังไอซ์นั้นดังเตยตลาดการ ICC ประสันใบยืงเมียนท่าวิกาตุลุ่งตุเลี่ยโดยรัฐบิดาหรือบอบกรองพนมไปเนี่ยนะมันเมียนเมทีวีมวยบางคนยังชวนเมทีวีผมเป็นตัดดอกเนี่ยดำใบอ้อยสมนมเรื่องระบอบยังดำใบอ้อยกาบดังระบอบยังนึกเมียนตำรวจคนไทยหนึ่งเนี่ยบ้านใจจุ่มเนี่ยปัญหายังอัดเมียนไทยกาครบครันยังช่วยกาเบเนวอลขมายยังสถาบันระบอบขมายยังแต่รัฐไทยใบเต็มไทยใบตะลานนะช่วยกาวอลงเตคือสมัครจัดโดยอัดกึศลุยยังบังลุยสำหรับแต่เมทีวีเต้แต่เกช่วยกาเมียนเกเมียนบิโรบอกเกเมียนกรมเมทีวีบอกเกดำใบพิพิธซาปลอยบอลยังปลอยบอลไอ้จมวยเกทารกเจาะเจนอย่างไม่ดักเปียบันดังอย่างไม่การในหน้าได้อายเตอรุ่ยการในด้านได้มันอายเตอรุ่ยศึกษาปีฉบับขยื่นมันอายแต่ถ้วยครุนไอมาเนี่ยไรซ่าเยอะเหมือนเมนเชียเมทิวีไรซ่าเยอะเหมือนเมนเชียในฉบับยังทรับแต่ตระเพิ่งแปะตะเคียนในฉบับให้เกณฑ์ในฉบับขยื่นลุยขยื่นรัฐาภิบาลยื่นปีมวยยังอัดบานประมวลปนปีปิเชียบรัฐดำใบยกปนนั่งยกบอกปลายกาอัดเมียนที่อัดเมียนปนที่รัฐาภิบาลลงคนมาไหนประมวลปนบานเป็นไหนประเทศปากเราประเทศอันเป็นลวกไรเชื้อลวกร้ายลวกใส่ลวกสมบัติทอมมันเช็ดลวกสมบัติเช็ดที่บ่ยังอัดบานเฟออัดบานพระปีปนพิเศษบรอดยังอัดบานลวกไรเชื้อยังบานลวกร้ายยังบานลวกเมียแต่ยังลวกยกลุยมาปีหน้าบ่ยังมันเตอสนาสมพิเศษบรอดนั่งบางปนเกิดเมื่อบางขย่มพวกขย่มบานแต่ตัวพระปีพิเศษบรอดบางปนบานพระแขให้เมียนกับจอบทับอิกาเช็ดขย่มอัดบานเตอไรลุยปีพิเศษบรอดที่ขย่มยกกับจอบทับอิกานั่งเตอร์เฟก้าให้ขย่มส้มเยี่ยมมวยเทียดเรื่องนี้ฮะนะคือเหมือนเมนการในกระตับปากเกจระบผู้เยอะเนี่ยช่วยได้กระตับปากเกจคือรัฐบาลของประเทศได้ช่วยกระตับปากเกจได้ช่วยคนใต้เกยยกลุยไปเชียบรัฐแบบบางปนเกยลุทนเทียนทอมจิตให้เกยอัดบ้านผมเป็นกระตับปากเกจในโครงการด่าเปียประดังติดประสันบารัฐบาลของประเทศด่าเปียประดังนะมันบาจามลูกมูลเป็นจะด่าเปียประดังนี่ให้กับมันบาจามผู้เยอะที่รัฐบาลของประเทศด่าเปียประดังได้พวกก็ช่วยให้ยังแต่ช่วยไอเตี้ยก็ช่วยผมเป็นกระตับปากเกจบอกกันยังช่วยในซาแต่ผู้คนอัดบ้านผมเป็นกระตับปากเกจบอกกันเป็นเล่นเชียร์เนี่ยดักหน่อมเติมยังรัฐบาลก็มันช่วยรัฐบาลยังช่วยให้ขยมส้มไทยอำนาจคุณดอลรัฐบาลของประเทศได้มินเนี่ยช่วยกิจการหน่อยบ้านจุกเชนโฮดอลรถอาญาหรือว่าตลาดการปรมตนอันตรายเชียร์ทั้งห้าวตัวจูบในใครบอกไปขณะขยมส้มดอลปอดเมียนหนึ่งให้เรื่องการในประเด็นตัวลากา ICJ ไม่เทียบคือตัวลากาอยู่ในทวารตราเชื่อไม่เทียบโดยเฉลี่ยยื่นบอลนะยื่นสมเปียพ่อของวอพอเอารัฐบาลขนมปฏินั่นนะเฟอร์เตอร์ดำไปกับเอารัฐบาลกลางประเทศยื่นถ้วยโปรยื่นอัดเซอร์เมียนทนเทียนหนึ่งเฟอร์เตอร์ยื่นปิดบ้านขนมกาเรียงเกียร์ลุยดำไปจูลเมทีวีโปรจูลเมทีวีดำไปเอาไอกษาให้หนึ่งสมนมเรื่องบ่ยื่นเมียนต่างคนยื่นตรการเมทีวีอันตรายเชื่อเป็นไว้เนี่ยอะไรยื่นจูลบานแต่มวยเติมบานแต่มวยเนี่ยนะเพราะยังอันเมียนไทยไปการครบครันให้ชมสมออกคนบางคนทำไมยังในกราบประเทศได้โจรวมสัตเซประวัติศาสตร์เชียงมวยคณีเลือกปีบางคนประวัติศาสตร์ได้ทำไมยังเลือกสัตเซเลือกที่มวยในขนมชนะประปอนประปูเราออกสปีนได้เชียร์ได้ไทยนะคือโดนตาบ่ยังนะรถเอาไทยนี่ทำไมยังกรบรูปโกนเจ้ายังมาโรยจนวันที่ก่อนเนื้อแต่จองจำได้จองจำถ้าทำไมยังก้าวจำนวนสำนักตากดดักนอมันนะกดบานสัตเซประวัติศาสตร์มวยตะเปียประดังไทยตัวตลอดการ ICJ ให้เนี่ยไทยกะระในภาษาเปรียบเทียบโดยปลายสันติสัญญาบารังสี
ឥឡូវប្រវត្តិសាស្ត្រដែលយើងសរសេររួមគ្នាឆ្នាំ1000ឆ្នាំ2026នេះណាគឺរដ្ឋាភិបាលក្រៅប្រទេសតែបងប្អូនខ្មែរយើងក្រៅប្រទេសណាស្រាមប្រមូលលុយគ្នាជួលមេធាវីដាក់សំណុំរឿងប្តឹងជាប្រវត្តិសាស្ត្រទី2ដែលយើងបានសរសេរជាមួយគ្នាបងប្អូន100ឆ្នាំ200ឆ្នាំទៀតក៏កូនចៅយើងនៅតែចងចាំដែរថាមានប្រវត្តិសាស្ត្រ2ប្រវត្តិសាស្ត្រទី1ឆ្នាំ1922ដែលសម្ដេចតាក៏បានធ្វើប្រវត្តិសាស្ត្រទី2ឆ្នាំ2026 25ដែលខ្មែរយើងនៅក្រៅប្រទេសបានដាក់ទាបប្តឹងថៃទៅក្នុងការរំលោភហើយទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារជាប្រវត្តិសាស្ត្រដែលបងប្អូនធ្វើជាមួយគ្នាបងប្អូនធ្វើជាមួយគ្នាដោយមោទនភាពប្រសិនបរដ្ឋាភិបាលលោកហ៊ុនម៉ាណែតធ្វើណាយើងអត់ចាំបាច់ដាក់ពាក្យប្តឹងតុលាការ ICC ក៏មិនបាច់តុលាការ ICC ក៏មិនបាច់ប៉ុន្តែឥឡូវហ៊ុនម៉ាណែតហ៊ុនកំសាអត់ហ៊ានធ្វើទេមានតែយើងទេដែលយើងធ្វើមានតែយើងទេដែលអ្នកទៅសេប្រវត្តិសាស្ត្រយើងអត់ទុករឿងនឹងចោលទេយើងនឹងបន្តធ្វើរួមគ្នាហើយសំណុំរឿងទី2យើងកំពុងតែនឹងរៀបចំករណីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិជាលើកទី2ហើយមានផ្លូវច្រកចេញយើងកំពុងតែសិក្សាជាមួយនឹងមេធាវីក៏ត្រូវការលុយដែរពេលណាដែលយើងហៅគេឲ្យមកប្រជុំដើម្បីផ្ដល់សិក្សាពីគ្រោះយោបល់របស់គេណាគេគិតម៉ោងបងប្អូនគេមិនមែនមកឲ្យផ្ដល់កងសីរបស់យើងហើយគេអត់គិតម៉ោងទេគ្នាគេ3 4 5នាក់គេមកផ្ដល់កងសីឲ្យយើងថាយើងទៅធ្វើម៉េចច្រកណាដែលអាចចេញច្រកណាដែលអាចមិនចេញមិនបានយើងពេលយើងដែលសុំគេជួបគឺគេគិតម៉ោងយើងប្រជុំយើង1ម៉ោងគិតម៉ោងប្រជុំ2ម៉ោងគិតម៉ោងគេម្នាក់គេគិតម្នាក់គេ2នាក់គិត2នាក់អញ្ចឹងបងប្អូនត្រូវតែចង់ចាំកន្លែងហ្នឹងថាកុំឲ្យចាញ់បោកហ៊ុនសែនថាក្រុមឃោសនិកហ៊ុនសែនថាយើងនឹងបោកប្រាស់យកស្រោមសម្បត្តិយកស្អីឲ្យរដ្ឋាភិបាលក្រៅប្រទេសហ្នឹងបោកអីខ្ញុំបានប្រកាសលើកមុនហើយខ្ញុំបានប្រកាសម្ដងខ្ញុំថាបងប្អូនខ្មែរណាដែលធ្លាប់ចាញ់បោករដ្ឋាភិបាលឯករាជ្យ$23ណាធ្លាប់ចាញ់បោកមកយកលុយជាមួយពីខ្ញុំមកខ្ញុំឲ្យអត្រាឆាតមកខ្ញុំហើយមកសួរមកយកលុយពីខ្ញុំនឹងប្រគល់ឲ្យវិញអ្នកណាដែលធ្លាប់ចាញ់បោករដ្ឋាភិបាលឯករាជ្យ$23ប៉ុន្តែបើបងប្អូនចូលលុយដើម្បីជួលមេធាវីណាដោយស្ម័គ្រចិត្តណាមិនមែនជាការចាញ់បោកទេជាសត្វទីចិត្តរបស់បងប្អូនជាឧត្តមគតិរបស់ជាមនសិការរបស់បងប្អូនមុតដែលបងប្អូនចូលលុយដើម្បីជួលមេធាវីការពាររោគយុតិធធឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះដែលជួនពេលខ្លួនរាប់សែនអ្នកដែលរងគ្រោះផងបាត់បង់ផ្ទះសម្បែងបាត់បង់ទៅដីផងហើយប្រាសាទដូនតាដែលខ្ទេចខ្ទីផ្ទះសម្បែងហើយនឹងវត្តអារាមសាលារៀនហើយនឹងព្រមទាំងស្ពានដែលបែកបាក់ដែលយើងកំពុងតែដែលប្តឹងនេះអានឹងគឺដោយទុកចិត្តបងប្អូនចូលរួមនៅក្នុងការគឺមានសកម្មភាពរបស់គាត់ធំណាស់មិនមែនគាត់ចាញ់បោកទេហើយបងប្អូននិយាយថាគាត់ចាញ់បោកហ្នឹងគឺបងប្អូនប្រមាថមើងងាយឧត្តមគតិគាត់ខ្លាំងមែនទេហេតុអីបាទខ្ញុំនិយាយអញ្ចឹងព្រោះឧត្តមគតិរបស់គាត់ណាគាត់គិតអំពីជាតិហើយបានគាត់ដកលុយចំណាយសុខចិត្តចំណាយលុយតិចតួចដើម្បីជួយជាតិណាគឺឧត្តមគតិរបស់គាត់បើយើងគិតថាគាត់ធ្វើអញ្ចឹងគាត់ចាញ់បោកគាត់ណាគឺមើងងាយចំណេះដឹងរបស់គាត់មើងងាយឧត្តមគតិរបស់គាត់ដែលគាត់ស្នេហាជាតិពិតប្រាកដគាត់ចូលលុយដើម្បីជាតិមិនមែនចាញ់មកចាញ់បោកឲ្យខ្មែរនៅក្រៅប្រទេសយកលុយប្រមាណ10000 20000ឬក៏ដុល្លារនឹងយកមកធ្វើបានទេអាហ្នឹងគឺសម្រាប់ជួលមេធាវីខ្ញុំនិយាយតាមត្រង់បើបងប្អូនថ្ងៃណាមួយដែលយើងអាចបញ្ចេញព័ត៌មានបានគ្រប់គ្រាន់ណាទិន្នន័យទាំងអស់ខ្ញុំនឹងបញ្ចេញឲ្យបងប្អូនមើលហើយឈ្មោះបងប្អូនដែលបានចុះឈ្មោះចូលរួមណាក៏មានទាំងអស់នៅក្នុងបញ្ជីទាំងអស់បងប្អូនដែលចុះឈ្មោះចូលរួមនៅក្នុងដាក់ពាក្យប្តឹងដែលចូលលុយនៅក្នុងការរួមមេធាវីណាឈ្មោះបងប្អូនសិតតែមាននៅក្នុងនឹងដែលបងប្អូនដែលថាឲ្យដាក់ឈ្មោះគឺយើងចុះមានបញ្ជីរបស់យើងថ្ងៃណាមួយយើងនឹងបញ្ចេញបញ្ជីទាំងអស់ហើយចំណាយទៅលើមេធាវីមកយើងនឹងចេញឲ្យបងប្អូនគេតោះនៅក្នុងកលៈទេសៈមួយដែលយើងអាចទៅធ្វើបានប៉ុន្តែឥឡូវយើងរក្សានៅសុវត្ថិភាពបងប្អូនយើងមិនបញ្ចេញឈ្មោះយើងមិនចេញទេគឺដើម្បីរក្សាសុវត្ថិភាពបងប្អូននេះកុំឲ្យយើងអត់មានអីលាក់លៀមទេយើងប្រាប់តាមត្រង់តាយើងប្រកាសតាមត្រង់តាថាយើងត្រូវការលុយដើម្បីអីដើម្បីជួលមេធាវីហើយយើងត្រូវការឲ្យបងប្អូនចូលរួមចោះញត្តិដើម្បីអីដើម្បីយកញត្តិហ្នឹងទៅផ្ដុំគ្នាឲ្យញត្តិហ្នឹងមានទម្ងន់នៅក្នុងពាក្យបណ្ដឹងទៅតុលាការ ICC តុលាការ ICC ទៀតឥឡូវនេះញត្តិហ្នឹងបានរហូតដល់60000ហើយតែ20ថ្ងៃទេបងប្អូន20ថ្ងៃខ្មែរយើងទាំងក្នុងទាំងក្រៅប្រទេសចូលរួមចុះញត្តិហ្នឹងបាន60000គឺថារំភើបមែនទេណាខ្ញុំអរគុណមែនទេដែលបងប្អូនខ្មែរយើងមិនមានការភ័យខ្លាចនៅក្នុងការចូលរួមហើយសុវត្ថិភាពទៀតញត្តិហ្នឹងគឺគាត់ដាក់ថាឈ្មោះប្រទេសឈ្មោះយើងឈ្មោះប្រទេសហើយអាយុហើយចប់ហើយថ្ងៃបរិច្ឆេទចប់មានខ្លីបំផុតដោយសារបានយើងធ្វើឲ្យចូលរួមចុះញត្តិនេះទីមួយគឺប្រជាពលរដ្ឋខ្មែរគាត់តឹងទ្រូងគាត់អត់មានសិទ្ធិសេរីភាពនៅក្នុងការនិយាយស្ដីអញ្ចឹងឆ្លងកាត់តាមញត្តិនេះណាគឺគាត់បញ្ចេញមតិតាមញត្តិនេះថាបញ្ចេញមតិគាត់មិនសប្បាយចិត្តនៅក្នុងការដឹកនាំរបស់លោកហ៊ុនសែនដែលធ្វើឲ្យបាត់បង់ទៅដីផងដែលធ្វើឲ្យខូចឈ្មោះប្រទេសជាតិផងអញ្ចឹងបងប្អូនខ្មែរយើងដែលគាត់ចុះញត្តិណាគឺមានអត្ថន័យខ្លឹមសារទូលំទូលាយពីរនឹងឯងទីមួយគឺគាត់តឹងទ្រូងដែលគាត់មិនអាចបញ្ចេញ
mà tệ ban mình tranh dụng bò bán cái chạp còn đã cúc chẳng còn cho nhặt nó còn nhặt được không nhặt miền này pi thom thóm cứ ti muối mình sẽ bài chất thao tô khô con san để thuê bàn vòng thực đấy chất sập và mùi chân phơi cái này tụi đó ngày ní ti pi thuê oi miền scam được khôngประเทศ Campuchia อันนั้นนะคือประเทศบริษัทខ្មែរខ្ញុំថា100%គ្មានអ្នកណាពេញចិត្តចំពោះទង្វើទាំងពីរនឹងដៃហ៊ុនសែនដែលកំពុងដឹកនាំប្រទេសទេអញ្ចឹងបងប្អូនចូលរួមបានច្រើនកកខ្ញុំចូលរួមថ្ងៃនេះដោយសារតែខ្ញុំឃើញបងប្អូនខ្មែរយើងដែលនៅក្នុងប្រទេសនឹងបញ្ចេញប្រតិកម្មជាពិសេសលើពួកលោកហ៊ុនសែននឹងគេគាត់បញ្ចេញប្រតិកម្មថាយើងប្រមូលលុយឬក៏ស្អីយ៉ាងទៅអាហ្នឹងជាចម្លើយឆ្លើយឲ្យបងប្អូនបានដឹងថាយើងប្រមូលលុយនេះគឺមិនមែនយកសម្រាប់ខ្លួនយើងទេគឺយកដើម្បីជូនមេធាវីដោយសារតែយើងគ្មានប្រាក់ខែយើងគ្មានយកពន្ធអំពីប្រជាពលរដ្ឋអញ្ចឹងដើម្បីអាចធ្វើកិច្ចការនឹងបានគឺយើងពឹងទៅលើបងប្អូនដែលនាំគ្នាចូលរួមទី2គឺញ៉ាត់ដែលបងប្អូនចូលរួមនេះគឺជាទម្ងន់ហើយសម្ពាធទី3ដែលខ្ញុំចង់និយាយគឺសម្ពាធ Francophonie ខ្ញុំបានទៅជួបជាមួយនឹងក្រសួងការបរទេសបារាំងខ្ញុំអាចនិយាយបានខ្លះចំណុចដែលខ្ញុំអាចនិយាយបានគឺយើងទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថានអ្នកដោះលែងអ្នកទោសមនសិការដែលនៅក្នុងអំឡុងពេលដែលបារាំងហើយនឹងប្រទេសប្រើភាសាបារាំងនឹងទៅប្រជុំកិច្ចប្រជុំ Francophonie ដើម្បីលើកទឹកមាត់ប្រទេសដែលបារាំងដែលអ្នកដែលប្រើភាសាបារាំងនៅក្នុងប្រទេសកម្ពុជានេះគឺលោកហ៊ុនម៉ាណែតទទួលសម្ពាធខ្លាំងហើយបារាំងក៏ដាក់សម្ពាធខ្លាំងដែរព្រោះអីពាក្យថា Francophonie គឺមានអត្ថន័យថាសេរីភាពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យគេភ្ជាប់ទៅនឹងព្រោះ Francophonie មិនមែនគ្រាន់តែភាសាដែលយើងប្រើទេ Francophonie គឺមានអត្ថន័យថាសេរីភាពនៃការបញ្ចេញមតិដោយសារភាសាបារាំងសេរីភាពស្មើភាពគ្នា liberté égalité ហើយជាមួយនឹងសិទ្ធិមនុស្ស droit de l'homme ភ្ជាប់ជាមួយនឹងបារាំងដែលជាសហប្រធាននៃសន្ធិសញ្ញាទីក្រុងប៉ារីសផងហើយប្រសិនបើធ្វើកិច្ចជំនួបប្រជុំនៅក្នុងប្រទេសកម្ពុជាដែលនៅក្នុងប្រទេសកម្ពុជាក្នុងគុកពោពេញទៅដោយអ្នកទោសមនសិការណាគឺមានន័យថាបាត់បង់កិត្តិយសបារាំងច្រើនបាត់បង់កិត្តិយសច្រើនមែនទេអញ្ចឹងខ្ញុំក៏បាននិយាយជាមួយក្រសួងការបរទេសដែរខ្ញុំថានៅក្នុងអាណត្តិរបស់លោកអ៊ីម៉ានូអែល ម៉ាក្រុងណាជំនួបក្នុងប្រទេសកម្ពុជានឹងគឺជាជំនួបមួយសំខាន់ដែលបានលើកមុខមាត់ប្រទេសបារាំងផងហើយក៏ផ្ដល់លើកមុខមាត់ឲ្យប្រទេសកម្ពុជាផងប៉ុន្តែអ្នកទាំងពីរអ្នកហ្នឹងត្រូវតែមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកដោយទី1បើសិនបើឲ្យបារាំងមានមុខមានមាត់លុះត្រាណាតែប្រទេសកម្ពុជានឹងដោះលែងអ្នកទោសមនសិការបើកលំហលទ្ធិប្រជាធិបតេយ្យឲ្យអ្នកនយោបាយនឹងមានសេរីភាពបើមិនអញ្ចឹងទេបារាំងដែលទៅធ្វើជំនួបកម្ពុជានៅក្នុងប្រទេសកម្ពុជាពោពេញទៅដោយការបិទសិទ្ធិណាគឺអាប់មុខមាត់ប្រទេសបារាំងខ្លាំងណាស់ព្រោះបានដូចក្នុងសម័យអតីតរបស់អតីតប្រធានាធិបតីបារាំងលោកនីកូឡាសាកូស៊ីហ្នឹងគាត់បានចាប់ដៃមេដឹកនាំផ្ដាច់ការមួយគឺលោកមូហាម៉ាត់កាដាហ្វីពេលហ្នឹងប្រជាពលរដ្ឋបារាំងរិះគន់ប្រធានាធិបតីខ្លាំងហើយជុំវិញពិភពលោកគេមើលមកបារាំងហ្នឹងអាប់អន់មែនទេដោយសារតែបារាំងជាប្រទេសមួយដែលរក្សានៅតម្លៃសិទ្ធិសេរីភាពសិទ្ធិមនុស្សអញ្ចឹងគាត់ទៅចាប់ដៃចុងផ្ដាច់ការហ្នឹងគាត់អាប់អន់ខ្លាំងអញ្ចឹងមកខ្ញុំនិយាយទៅប្រាប់ក្រសួងការបរទេសថាបើបារាំងលោកអេម៉ានូអែលទៅចាប់ដៃលោកហ៊ុនសែនដោយលោកហ៊ុនសែនហ៊ុនម៉ាណែតមិនមានការដោះលែងអ្នកទោសមនសិការមិនមានបើកលំហលទ្ធិប្រជាធិបតេយ្យណាគឺបារាំងអាប់អន់មុខមាត់ខ្លាំងមែនទេហ្មងអញ្ចឹងបារាំងតតែពិចារណាពីអំពីមុខមាត់ប្រទេសរបស់ខ្លួនហើយខ្ញុំក្នុងនាមជនជាតិបារាំងខ្ញុំអត់សប្បាយចិត្តទេនៅពេលដែលមុខមាត់ប្រទេសរបស់ខ្ញុំអាប់អន់នៅលើឆាកអន្តរជាតិខ្ញុំបារាំងហើយខ្ញុំខ្មែរទៀតខ្មែរនឹងបារាំងទៀតអញ្ចឹងទាំងពីរអ្នកហ្នឹងគឺខ្ញុំស្រឡាញ់ដូចគ្នាខ្ញុំស្រឡាញ់បារាំងផងស្រឡាញ់ខ្មែរផងប៉ុន្តែខ្ញុំត្រូវតែការពារកិត្តិយសប្រទេសនឹងទាំងសងខាងខ្ញុំអត់ការពារបុគ្គលដែលធ្វើឲ្យប្រទេសកម្ពុជាខូចឈ្មោះទេខ្ញុំរិះគន់នេះណាបងប្អូនកុំយល់ច្រឡំថាខ្ញុំរិះគន់ប្រទេសមែនទេរាល់ការរិះគន់របស់ខ្ញុំគឺខ្ញុំរិះគន់បុគ្គលនិងមេដឹកនាំប្រទេសកម្ពុជាខ្ញុំអត់រិះគន់ប្រទេសខ្ញុំទេប្រទេសកម្ពុជាគាត់អត់មានធ្វើអីខុសទេប្រទេសកម្ពុជាល្អពោផង់ប្រាសាទបុរាណខ្មែររចនាវប្បធម៌ស្អីគ្រប់បែបយ៉ាងល្អពោផង់ប៉ុន្តែខ្ញុំស្អីដែលខ្ញុំរិះគន់គឺរិះគន់មេដឹកនាំដែលបំផ្លាញអ្វីៗដែលខ្មែរមានបំផ្លាញអ្វីដែលល្អស្អាតដែលប្រទេសកម្ពុជារបស់ខ្ញុំមាននេះខ្ញុំរិះគន់គាត់អញ្ចឹងមកខ្ញុំនិយាយអំពីសិទ្ធិសេរីភាពនេះខ្ញុំថាបងប្អូនគិតមើលលោកកឹមសុខាយើងទាមទារឲ្យដោះលែងលោកកឹមសុខាមិនមែនគ្រាន់តែដោះលែងបន្លាយខ្សែឲ្យគាត់នឹងចេញពីផ្ទះទៅធ្វើបន់ម្ដាយបន្លាយឲ្យគាត់នឹងទៅចែកអំណោយនៅក្នុងជំរំជូនពីខ្លួន
ប៉ុន្តែសិទ្ធិនយោបាយរបស់គាត់បិទចិត្តមិនឲ្យគាត់មានសិទ្ធិនយោបាយហើយតែយើងការដោះលែងលោកកឹមសុខានឹងក៏ឲ្យអ្នកនយោបាយដែលមិនមានសិទ្ធិធ្វើនយោបាយប្រៀបបានដូចជាអ្នកនេសាទមិនមានសិទ្ធិទៅនេសាទត្រីហើយមានប្រយោជន៍អីមានន័យអីសម្រាប់បងប្អូនទាំងអស់គ្នាបើយើងមានជំនាញខាងហ្នឹងប៉ុន្តែគេបំបិទយើងមិនឲ្យយើងធ្វើជំនាញខាងហ្នឹងគឺបំបិទផ្លូវរស់របស់យើងមកហើយអ្នកនយោបាយបំបិទសិទ្ធិមិនឲ្យធ្វើនយោបាយប្រៀបបានដូចជាមេធាវីមិនឲ្យការពារក្តីខ្លួនអ្នកច្បាប់មិនឲ្យប្រែច្បាប់ដើម្បីការពារខ្លួនតើមានន័យអីអញ្ចឹងហើយបានយើងទាមទារថាត្រូវតែផ្ដល់សិទ្ធិឲ្យលោកកឹមសុខាពេញលេញនៅក្នុងសិទ្ធិធ្វើនយោបាយដើម្បីឲ្យគាត់ដឹកនាំគណៈបកនយោបាយចូលរួមការបោះឆ្នោតដោយសេរីយុត្តិធម៌ខ្ញុំនិយាយប្រាប់ទៅក្រសួងការបរទេសបារាំងនិងអឺរ៉ុបថានៅក្នុងការបោះឆ្នោតឆ្នាំ2027-28ណាខ្ញុំថាអ្នកឯងគិតមើលលោកកឹមសុខាត្រូវបានបំបិទសិទ្ធិមិនឲ្យធ្វើចូលរួមនៅក្នុងការចូលរួមបោះឆ្នោតលោករងឈុនត្រូវបានបំបិទសិទ្ធិមិនឲ្យចូលរួមបោះឆ្នោតហើយបំបិទសិទ្ធិធ្វើសកម្មភាពនយោបាយគ្រប់បែបយ៉ាងលោកខៃស៊ីថាដែលជាមេដឹកនាំកម្ពុជាត្រូវបានដាក់គុកក្នុងពន្ធនាគារហើយគាត់បានបំពេញទោសរបស់គាត់ពេញលេញអស់ហើយនៅតែគេរកលេសដើម្បីចាប់គាត់ដាក់គុកបន្តទៀតមិនឲ្យគាត់មានសេរីភាពលោកចៅវាសនាទើបតែនឹងចេញគាត់បានបំពេញកាតព្វកិច្ចក្នុងគុកពេញលេញហើយផាកគាត់$1,500ថែមទៀតខ្ញុំគិតថាតើការបោះឆ្នោតឆ្នាំ2026ហើយនឹង2027-28នេះវាយុត្តិធម៌ទេតើអាចទទួលយកបានទេបើអ្នកនយោបាយទាំងអស់ត្រូវបានបិទសិទ្ធិទេនោះហើយមន្ត្រីក្រសួងការបរទេសអឺរ៉ុបគាត់កវីក្បាលគាត់យល់ព្រមថាខ្ញុំថាมันអាចទៅរួចទេបើប្រជាពលរដ្ឋខ្មែរបំបិទសិទ្ធិមិនឲ្យធ្វើនយោបាយគណៈបកប្រឆាំងដែលធំជាងគេមិនឲ្យធ្វើនយោបាយតើការបោះឆ្នោតនេះវាអាចទៅរួចយ៉ាងម៉េចបានវាមិនអាចទទួលយកបានទេអញ្ចឹងហើយបានសហភាពអឺរ៉ុបគេនឹងពិចារណាគេនឹងមិនបញ្ជូនអ្នកសង្កេតការគេទៅដើម្បីធ្វើសង្កេតការទេហើយការបោះឆ្នោតនៅក្នុងឆ្នាំ2027-28ណាប្រសិនបើមិនមានការចូលរួមនៅក្នុងពីគណៈបកប្រឆាំងទៀតណាគឺសភាខ្មែរនៅក្រៅប្រទេសនឹងទាមទារយកកៅអីនៅកៅអី UN នៅអង្គការសហប្រជាជាតិឲ្យព្យួរកៅអីចោលដោយសារយើងអត់ទទួលស្គាល់នៅការបោះឆ្នោតឆ្នាំ2022-23ទេអញ្ចឹងខ្មែរយើងដែលនៅក្រៅប្រទេសដែលកំពុងតែបោះឆ្នោតជ្រើសរើសសភាខ្មែរក្រៅប្រទេសណាដែលមានសភាជាង80នាក់ហ្នឹងនឹងធ្វើញត្តិហើយនឹងទៅទាមទារកៅអីនៅអង្គការសហប្រជាជាតិសូមបងប្អូនចូលរួមខ្ញុំជិះឱកាសនេះបើកវងកញ្ចក់តិចសូមបងប្អូនខ្មែរដែលនៅក្រៅប្រទេសហ្នឹងចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានច្រើនដើម្បីជ្រើសរើសតំណាងពលរដ្ឋខ្មែរនៅក្រៅប្រទេសដើម្បីឲ្យយើងខ្ញុំនឹងមានអធិបុលនៅក្នុងការចូលរួមទាមទារតវ៉ារោគយុតិធធជូនប្រទេសកម្ពុជាយើងដោយសារតែរដ្ឋាភិបាលខ្មែរយើងនៅក្នុងស្រុកមិនអាចធ្វើបានយើងខ្មែរយើងកំណត់ស្ងៀមតើនៅគ្នាងើបឈរដើម្បីការពារបូរណភាពទឹកដីរបស់យើងជាមួយនឹងខ្មែរយើងនៅក្រៅប្រទេសជាមួយនឹងតំណាងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសខ្ញុំចូលឈ្មោះជាតំណាងពលរដ្ឋខ្មែរនៅក្រៅប្រទេសដែរបងប្អូនដោយសារតែសម្លេងនឹងហើយដែលពេលខ្ញុំទៅជួបនៅក្រសួងការបរទេសខ្ញុំទៅក្នុងតំណាងខ្ញុំជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅក្នុងប្រទេសបារាំងខ្ញុំមានទម្ងន់នៅក្នុងការនិយាយស្ដីជាមួយនឹងរដ្ឋសភាខ្មែរជាមួយនឹងមន្ត្រីរបស់បារាំងជាមួយនឹងរដ្ឋាភិបាលបារាំងគឺយើងមានទម្ងន់ប៉ុន្តែបើបងប្អូនអត់បានជ្រើសរើសខ្ញុំអត់បានផ្ដល់តម្លៃឲ្យខ្ញុំអត់បានផ្ដល់សម្លេងរបស់ខ្ញុំតែខ្ញុំយកសម្លេងបងប្អូនទៅប្រើមិនបានពេលខ្ញុំទៅជួបគេខ្ញុំថាខ្ញុំមកនេះខ្ញុំម្នាក់ឯងនេះគឺតំណាងសម្លេងឲ្យប្រជាពលរដ្ឋខ្មែរដែលគាត់បញ្ជូនខ្ញុំមកដើម្បីនិយាយដោយសារគាត់មិនអាចទាំងអស់គ្នាមកនិយាយបានទេវាត្រូវមានតំណាងម្នាក់មកនិយាយហើយគាត់មិនអាចនិយាយបានខ្ញុំនិយាយជំនួសប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅក្នុងប្រទេសតែគាត់មិនអាចនិយាយបានអញ្ចឹងហើយបានគេស្ដាប់យើងយកចិត្តទៅដាក់ស្ដាប់យើងហើយខ្ញុំទាមទារថាมันអាចទៅរួចទេនៅពេលដែលបោះឆ្នោតចិត្តមកដល់ហើយមន្ត្រីគណៈបកប្រឆាំងទាំងអស់ត្រូវបានស្ថិតនៅក្នុងពន្ធនាគារហើយដកសិទ្ធិគាត់មិនឲ្យចូលរួមបោះឆ្នោតតើបោះឆ្នោតនេះអាចទទួលយកបានទេគឺមិនអាចទទួលយកបានទេគេយល់ស្របតាមខ្ញុំហើយរឿងដែលលោកហ៊ុនម៉ាណែតនឹងមកប្រទេសបារាំងហើយលោកអេម៉ានូអែលក្រុងនឹងទៅប្រទេសកម្ពុជានឹងមិនប្រកាសថាលោកអេម៉ានូអែលក្រុងនឹងគាត់ទៅទេព្រោះខ្មែរយើងនៅក្នុងនៅជុំវិញពិភពលោកកំពុងធ្វើបាតកម្មហើយខ្ញុំបានផ្ដល់ព័ត៌មានមួយទៀតថាខ្មែរយើងនៅក្រៅប្រទេសរងចាំជំនួប Francophonie នេះនឹងមានគាត់រំពឹងថានឹងមានការដោះលែងអ្នកទូមនសិការនឹងបើកលំហលទ្ធិប្រជាធិបតេយ្យប្រសិនបើមិនមានទេខ្មែរយើងនៅក្រៅប្រទេសនឹងអត់សុខចិត្តទេហើយនឹងមានការធ្វើបាតកម្មជុំវិញពិភពលោកដើម្បីទាមទារហើយចាប់ផ្ដើមពីអាមេរិកចាប់ផ្ដើមអូស្ត្រាលីកាណាដានូវែលសេឡង់ជប៉ុនកូរ៉េហើយនឹងប្រទេសបារាំងខ្ញុំហើយពេលខ្ញុំនិយាយប្រាប់គាត់អញ្ចឹងគាត់បើកភ្នែកធំៗឲ្យគាត់ surprise ហើយគាត់ប្រាប់ថាឲ្យថ្ងៃទៅគាត់ឲ្យច្បាស់លាស់ដើម្បីខ្ញុំប្រាប់ទៀតថាខ្ញុំពីលជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដាក់ធ្វើបាតកម្មហ្នឹងយើងនឹងមានញត្តិយកទៅដាក់ក្រសួងការបរទេសហើយនឹងនៅក្នុងអាំបាសាទរបស់ស្ថានទូតរបស់បារាំងហើយឲ្យគាត់ផ្ដល់ព័ត៌មានទៅឲ្យស្ថានទូតបារាំងដែលនៅជុំវិញពិភពលោកហ្នឹងចាំទទួលខ្មែរយើងដាក់ញត្តិហើយគាត់បាន
ប្រាប់ខ្ញុំឲ្យខ្ញុំផ្ដល់ថ្ងៃណាប្រទេសណាធ្វើបាតកម្មដាក់ញត្តិគាត់នឹងផ្ដល់ព័ត៌មានទៅឲ្យស្ថានទូតប្រទេសនោះដើម្បីចេញមកជួបខ្មែរយើងហើយទទួលញត្តិសម្ពាធហ្នឹងគឺសម្ពាធខ្លាំងបងប្អូនសូមចូលរួមឲ្យបានច្រើនកកយើងត្រូវតែធ្វើគ្មានពេលណាដែលសម្ពាធខ្លាំងដូចពេលនេះទេសម្ពាធពី FBI សម្ពាធពីបារាំងហ្វ្រង់កូហ្វូនីអឺរ៉ុបគឺសម្ពាធខ្លាំងមែនទេហើយលោកហ៊ុនម៉ាណែតហ៊ុនសែនគឺគាត់ដាច់ខាតតែធ្វើអីមួយបើគាត់មិនធ្វើអីមួយទេហ្នឹងរបបរបស់គាត់នឹងរង្គោះរង្គើរបបរបស់គាត់នឹងដួលគឺខ្មែរយើងមិនអាចនៅស្ងៀមបានអញ្ចឹងហើយបានបងប្អូនចូលរួមបានច្រើនកកហ្នឹងហើយខ្ញុំនិយាយច្រើនកុសលមកខ្ញុំសូម